សួស្តីអ្នកទាំងអស់គ្នាមាសថ្ងៃនេះប្រហែលជាមានសន្ទុះឡើងខ្លាំងមើលទៅបន្ទាប់ពីមានដំណឹងវិជ្ជមានពីការចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់មានព័ត៌មានដែលថាអាមេរិកអាចដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់នឹងប្រហែលជា$25,000 លានហើយច្រកសមុទ្រហូម៉ូសនឹងអាចបើកដំណើរការឡើងវិញជាធម្មតាដោយមិនគិតថ្លៃឆ្លងកាត់បាទអញ្ចឹងឃើញថាប្រសិនបើកិច្ចព្រមព្រៀងនេះទទួលបាននៅភាពជោគជ័យវាអាចជួយកាត់បន្ថយភាពតានតឹងលើរឿងសង្គ្រាមនឹងតែម្ដងហើយនឹងអាចធ្វើឲ្យទីផ្សារមានការប្រែប្រួលខ្លាំងសម្រាប់ថ្ងៃនេះតំបន់ដែលត្រូវចាប់អារម្មណ៍សំខាន់សម្រាប់ទីផ្សារមាសផ្នែកតម្លៃខាងខ្ពស់គឺតំបន់ resistance zone អាចថាទីផ្សារនឹងហក់ឡើងទៅរក4,590 ទៅ4,620 បាទតំបន់នេះអាចចាត់ទុកថាជាតំបន់ដែលគេអាច take profit ឬក៏មានការ sell ត្រឡប់ចុះមកវិញសម្រាប់ការយកផលចំណេញបាទដោយឡែកសម្រាប់តំបន់តម្លៃទាបណាតំបន់បាត support zone គឺ45.10 ឬក៏4,510 ទៅ4,530តំបន់នេះគឺជាតំបន់ល្អប្រសិនបើទីផ្សារមានការធ្លាក់ចូលមកដល់តំបន់ទាបតម្លៃនេះគឺអាចធ្វើការរងចាំទិញត្រឡប់ឡើងទៅវិញគឺល្អមែនទែនណាអញ្ចឹងបច្ចុប្បន្នគឺឃើញថាសម្រាប់ថ្ងៃនេះទីផ្សារមាសគឺមានភាពលំអៀងទៅការឡើងថ្លៃតែម្ដងសម្រាប់ថ្ងៃនេះបាទប៉ុន្តែសូមប្រុងប្រយ័ត្ននៅក្នុងតំបន់ resistance ខាងលើអាចមានការលក់ចេញដើម្បីជាការយកផលចំណេញអញ្ចឹងបងប្អូនទាំងអស់គ្នាកុំភ្លេច follow ដើម្បីទទួលបាននូវព័ត៌មាននិងការវិភាគទីផ្សារថ្មីៗជារៀងរាល់ថ្ងៃបាទសូមអរគុណ